រុនធុតបារមីអ្នកតាបាទអូសាច់រឿងនេះគឺជារឿងរបស់ប្អូនរដ្ឋាដែលប្អូនរស់នៅក្នុងភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលអញ្ចឹងសាច់រឿងទៅដល់ឃុំសំពៅពូនក៏ដូចជាទៅដល់ភូមិជ្រៃធំហើយចូលមកសាច់រឿងរបស់ប្អូនរដ្ឋាប្អូនរៀបរាប់ថារឿងនេះកើតឡើងនៅក្នុងឆ្នាំ2010ដែលកាលនោះប្អូនទៅពេញវ័យជំទង់ហើយក៏ចូលបម្រើការងារដំបងអញ្ចឹងបងអូនរៀបរាប់ថាពេលដែលមុននឹងទៅធ្វើការងារពេលព្រឹកអញ្ចឹងទៅបងអូនឡើងដោតសន្ទូចណាបងប្អូនឡើងដោតសន្ទូចនៅបាតអូហ្នឹងរួចហើយបែបរៀងបញ្ញាបញ្ញាលផងក៏បានផ្ដាំឲ្យបងអូនប្រុសហ្នឹងឲ្យមើលសន្ទូចហ្នឹងផងដល់ទៅពេលថ្ងៃអញ្ចឹងទៅបងអូនប្រុសហ្នឹងគឺថាគ្នារៀងខ្លាចទឹកនោះគ្នាមិនសូវហ៊ានមើលសន្ទូចហ្នឹងទេអញ្ចឹងពេលថ្ងៃហ្នឹងបងអូនមកមើលមួយសាហើយក៏ប៉ុន្តែមិនមានត្រីវាស៊ីទេអញ្ចឹងបងអូនក៏សម្រេចចិត្តដោតនុយសាជាថ្មីម្ដងទៀតពេលថ្ងៃត្រង់ហ្នឹងដល់ទៅពេលដោតនុយពេលថ្ងៃត្រង់ហ្នឹងហើយបងអូនក៏ទៅធ្វើការលុះដល់ពេលល្ងាចហ្នឹងបងអូនត្រឡប់មកវិញម្ដាយរបស់បងអូនហ្នឹងក៏ប្រើបងអូនខណៈដែលបងអូនបែបរៀងអស់កម្លាំងផងនោះម្ដាយប្រើឲ្យទៅមើលសន្ទូចទៅក្រែងលោថាបានជាប់ត្រីយកមកធ្វើម្ហូបអញ្ចឹងខណៈហ្នឹងបងអូនក៏រៀបរាប់ទម្រាំថាដើរទៅដល់ហ្នឹងរៀងអស់កម្លាំងផងដើរលេងទៅក៏វារៀងយប់ទៅហើយយប់ហ្នឹងក៏មិនមែនជាយប់ជ្រៅប្រហែលដែរម៉ោងប្រហែលជា6ជាងបើនិយាយទៅថាថ្ងៃលិចបងអូនក៏ទៅដល់មាត់អូនហ្នឹងរួចហើយបងអូនមើលសន្ទូចខណៈហ្នឹងពេលល្ងាចត្រីវិស៊ីណាបងប្អូនត្រីវិស៊ីត្រីផ្ទក់ធំស៊ីអញ្ចឹងទៅបងអូនដោះត្រីហ្នឹងរួចហើយក៏របូតដៃរួចត្រីហ្នឹងទៅដល់ទៅពេលរួចត្រីហ្នឹងអញ្ចឹងទៅបងអូនបែបរៀងខឹងនោះនឹកឃើញថាដាក់តាំងពីព្រឹកមករហូតមកដល់ពេលថ្ងៃត្រង់ក៏មិនបានខណៈដល់ពេលល្ងាចបានហើយទៅរបូតដៃរួចត្រីនឹងទៀតអញ្ចឹងបងអូនក៏ជេរហើយរៀងលោឡាពេលប្រលប់អញ្ចឹងទៅខណៈហ្នឹងបងអូនរៀបរាប់ថាគ្រាន់តែជេររួចហើយនោះបងអូនសម្លឹងមើលទៅក្នុងទឹកណាឃើញទឹករៀងរង្គើអញ្ចឹងបងអូនហ្នឹងក៏បើកពិលឬក៏បែរពិលឲ្យចំកន្លែងទឹករង្គើនោះស្រាប់តែពេលហ្នឹងបងអូនរៀបរាប់ថាមានដំរីធំណាស់ដើរនៅក្នុងអូហ្នឹងដើរក្នុងទឹកប្រងអញ្ចឹងទៅបងអូនក៏បញ្ចាំងពិលឲ្យចំដំរីហ្នឹងឲ្យបងអូននឹកក្នុងចិត្តថានៅស្រុកនេះហេតុអ្វីបានជាមានដំរីហ្នឹងមកពីណាតែក្នុងចិត្តរបស់បងអូនអត់ខ្លាចទេបងអូនរៀបរាប់ថាអត់ខ្លាចទេបែបរៀងក្តៅចិត្តផងអញ្ចឹងខំចុចពិលដែលពាក់នៅនឹងក្បាលហ្នឹងមើលដំរីចិត្តដើរទៅមុខអញ្ចឹងទៅបងអូនមើលសន្ទូចបណ្ដាចុចពិលដាក់ដំរីនឹងបណ្ដាដល់ទៅពេលបងអូនមើលសន្ទូចអស់ហើយនោះដំរីហ្នឹងក៏គឺប្រែខ្លួនហ្នឹងប្រែទៅជាមនុស្សដែលមានមៀតធំពីបងអូនបញ្ជាក់ថាស្តៀងប្រែតបន្តិចស្តៀងមនុស្សបន្តិចក៏ប៉ុន្តែមៀតធំមែនតើណាដល់អញ្ចឹងទៅបងអូនមិនខ្លាចទេបងអូនបញ្ចាំងភ្លើងពិលហ្នឹងរហូតតតែស្រមោលមនុស្សខ្មៅឬក៏ស្រមោលបែបព្រានដូចប្រែតហ្នឹងដើរចូលទៅក្នុងបាតអូនហ្នឹងលិចទឹកបាត់ទៅបងអូនក៏ត្រឡប់មកផ្ទះវិញខណៈពេលត្រឡប់មកផ្ទះវិញហ្នឹងបងអូនដើរតាមផ្លូវបែបព្រាងរអ៊ូផងថាចង្រៃយកអញ្ចឹងទៅគេបណ្ដើរថាត្រីបានតែមួយនឹងផងឥឡូវនេះរួចបាត់ខណៈហ្នឹងបងអូនក៏ត្រឡប់មកដល់ផ្ទះរួចហើយម្ដាយរបស់បងអូនសួរថាមានបានត្រីដែរឬអត់ទេបងអូនក៏រៀបរាប់ថាបានដែរក៏ប៉ុន្តែវារួចទៅវិញទៅហើយម៉ែអើយត្រីធំណាស់ហើយបងអូនក៏រៀបរាប់សាច់រឿងថានៅបាតអូនហ្នឹងហេតុអ្វីបានជាមានដំរីនឹងមកពីណាម៉ែមុនម្ដាយរបស់បងអូនឆ្លើយតបទៅវិញថាស្រុកយើងឯណាដែលមានដំរីក៏ណាដំរីនឹងមកពីណាមកហើយបងអូនហ្នឹងក៏រៀបរាប់តាមដំណើរតំណងថាពីដំបងហ្នឹងឃើញដំរីដល់ទៅពេលគេដើរយូរទៅបាត់រូបរាងដំរីទៅជារូបរាងបែបរាងមនុស្សបន្តិចបែបរាងប្រែតបន្តិចដើរចូលទៅក្នុងទឹកហើយខ្ញុំចេះតែចុចពិលតាមទៅមើលរហូតទាល់តែគេដើរលិចទៅក្នុងទឹកបាត់ទៅអញ្ចឹងម្ដាយរបស់បងអូនក៏បានសួរទៅបងអូនវិញថាកូនឯងអត់ខ្លាចទេអីពីពេលហ្នឹងបងអូនដូចថារៀងក្តៅចិត្តតិចផងបងអូនក៏ឆ្លើយទៅម្ដាយវិញថាខ្ញុំមិនខ្លាចទេទោះបីជាខ្មោចក៏ដោយទោះបីជាព្រាយក៏ដោយឲ្យមកលងមកខណៈហ្នឹងបងអូនរៀបរាប់អញ្ចឹងហើយនោះម្ដាយរបស់បងអូនហ្នឹងក៏ប្រាប់ឲ្យបងអូនហ្នឹងងូតទឹកទៅគាត់ទៅរកមើលម្ហូបគេនៅកន្លែងគេលក់ហ្នឹងណាបងប្អូនឲ្យទៅថារួចមកពេលហ្នឹងទៅខណៈហ្នឹងយប់ឡើងឮសូរសំឡេងដុំក្រាំងនៅកន្លែងក្រោលគោខាងក្រោយផ្ទះហើយបងអូនរៀបរាប់ថាម្ដាយរបស់បងអូនក៏ប្រើបងអូនឲ្យទៅមើលកន្លែងនោះគោនឹងវាវាន់គ្នាឬមួយគោនឹងវាដាច់អញ្ចឹងម៉ោងប្រហែលជា10ជាងហ្នឹងបងអូនក៏ចុះពីលើផ្ទះមកឃើញភ្លើងមួយនៅកន្លែងក្រោលគោហ្នឹងដល់ទៅពេលឃើញភ្លើងនៅកន្លែងក្រោលគោហ្នឹងបងអូនរៀបរាប់ថាពីដំបូងស្មានថាជាមនុស្សមកលួចគោដល់ទៅពេលបងអូនខំស្រវេស្រវាពាក់ស្បែកជើងមកដើរមកយ៉ាងលឿនមកស្រាប់តែភ្លើងហ្នឹងក៏វាបាត់ទៅដល់តែបាត់អញ្ចឹងទៅបងអូនមើលទៅគោដូចជាអត់មានរបូតខ្សែឬក៏វាន់គ្នាអីទេអញ្ចឹងបងអូនក៏ចុចពិល
ថាជុំវិញក្រោលគោនឹងទៅតែងរកថាវាផ្អើលឆ្កែឬមួយក៏ផ្អើលមនុស្សមកពីណាពីណីបំរុងលួចគោអញ្ចឹងណាខណៈពេលនឹងបងប្អូនហើយបងប្អូនរៀបរាប់ថាឈោមៀតឡើងធំស្លៀកពាក់ពណ៌ខ្មៅមិនដឹងថាមកពីណាទេរូបរាងនឹងស្តៀងបងប្អូនឃើញនៅក្នុងបាតអូននោះមកឈោចង្អុលមុខបងប្អូនឈោចង្អុលមុខបងប្អូនអញ្ចឹងទៅបងប្អូនចុចពិលដាក់បងប្អូនរៀបរាប់ថាចុចពិលដាក់មកហើយខ្ញុំឃើញមុខគេច្បាស់ភ្នែករបស់គេធំធំរង្វង់ភ្នែករបស់គេខ្មៅខ្មៅរីឯថ្មិញរបស់គេស្ទើរមានស្ទើរមិនមានបើរៀបរាប់បងប្អូនបញ្ជាក់ថាថ្មិញហ្នឹងមិនដឹងថាប្រមាណចំនួនទៅហើយទេអាចនឹងនិយាយបានថារាប់រយឆ្នាំអញ្ចឹងទៅហើយបើនិយាយអំពីដៃជើងរបស់គេបងប្អូនរៀបរាប់ថាមើលទៅដៃមើលទៅជើងរបស់គេសុទ្ធតែឆ្អឹងប៉ុន្តែឆ្អឹងវាធំធំកញ្ចក់ដៃរបស់គេក៏រៀងវែងវែងមិនដែលកាត់មិនដែលបាក់អីទេមើលទៅនោះខណៈហ្នឹងបងប្អូនរៀបរាប់ថាឃើញទស្សនភាពគួរឲ្យខ្លាចប៉ុណ្ណឹងហើយក្នុងចិត្តរបស់បងប្អូនហ្នឹងឲ្យថាខ្លាចដូចជាមិនទៅខ្លាចទេអញ្ចឹងខំប្រឹងចុចពិលដាក់មុខគេស្ដាប់តែគេហ្នឹងចង្អុលមុខបងប្អូនគេនិយាយណាបងប្អូនគេនិយាយថាឯងហ៊ានណាគេនិយាយតែប៉ុណ្ណឹងទេរួចហើយគេក៏បាត់ពីកន្លែងហ្នឹងទៅដល់អញ្ចឹងបងប្អូនក៏មិនមាត់មិនកជាមួយគេដែរដើរចេញពីក្រោលគោហ្នឹងឡើងមកលើផ្ទះខណៈដើរចេញពីក្រោលគោឡើងទៅដល់លើផ្ទះហើយក៏បានរៃរាប់សាច់រឿងហ្នឹងប្រាប់ទៅម្ដាយរបស់បងប្អូនថាម៉ែអើយមិញហ្នឹងខ្ញុំចុះទៅក្រោលគោពេលដែលគោវាផ្អើលនោះខ្ញុំឃើញភ្លើងមួយដល់ទៅពេលខ្ញុំដើរទៅដល់ចិត្តហ្នឹងភ្លើងហ្នឹងក៏បាត់ទៅដល់ទៅភ្លើងបាត់អញ្ចឹងទៅខ្ញុំនិយាយថាមើលទៅក្រោលគោវាអត់មានដាច់អីទេវាន់គ្នាក៏វាអត់វាន់ដែរស្រាប់តែលេចចេញស្រមោលដែលខ្ញុំឃើញនៅបាតអូនោះមកឈរនៅក្បែរក្រោលគោហ្នឹងចង្អុលមុខខ្ញុំគាត់រៀបរាប់តាមដំណើរសាច់រឿងដែលគាត់ឃើញថាមានធំពណ៌ខ្មៅសម្លៀកបំពាក់របស់គេហ្នឹងគឺចងក្បិនតែពណ៌ខ្មៅដែរហើយកញ្ចក់ដៃកញ្ចក់ជើងរបស់គេនឹងវែងវែងមិនដែលកាត់មិនដែលបាក់ទេវិញរបស់គេមិនដឹងថាសល់ប្រមាណចំនួនទេភ្នែករបស់គេធំធំគេបំរុងហ្នឹងលងបន្លាចខ្ញុំតែខ្ញុំអត់ខ្លាចទេមួយគណៈហ្នឹងម្ដាយរបស់គាត់នោះពេលតែដឹងថាប្អូនរដ្ឋានឹងនិយាយអញ្ចឹងហើយនោះឬក៏ដឹងថាប្អូនឃើញអញ្ចឹងហើយនោះគាត់ក៏ប្រាប់ទៅកូនវិញថាកូនអើយកូនមិនក៏កូនឯងមិនចេះខ្លាចអញ្ចឹងព្រោះប្អូនរដ្ឋាហ្នឹងគាត់រៀបរាប់ប្រាប់ទៅម្ដាយរបស់គាត់វិញគាត់ថាទោះបីជាខំលងគាត់យ៉ាងណាក៏ដោយគាត់អត់ខ្លាចទេគាត់នៅប្រឈមមុខជាមួយអញ្ចឹងរហូតដល់តែគេបាត់ពីកន្លែងហ្នឹងខណៈហ្នឹងបងប្អូនហើយពេលដែលគាត់រៃរាប់សាច់រឿងហ្នឹងប្រាប់ទៅម្ដាយរបស់គាត់ហើយនោះទាំងពីរនាក់ម្ដាយកូននិងប្អូនប្រុសនាំគ្នាសម្រាមទៅដល់តែពេលសម្រាមអញ្ចឹងទៅព្រឹកឡើងនេះប្អូនរៀបរាប់ថាធ្វើការកើតទេបងអើយត្រឹមចកេះចុះទៅក្រោមហ្នឹងគឺចុកអូនរៀបរាប់ថាចុកខ្លាំងណាស់ចុកសឹងតែថាដាច់ឆ្អឹងចេញពីគ្នាសំបីតែកម្រើកហ្នឹងក៏កម្រើករួចរីឯម្ដាយរបស់ប្អូនឃើញកូនចុកអញ្ចឹងនោះគាត់ខំមកគក់ច្បាច់ឲ្យតែប្អូនបញ្ជាក់ថាគក់ច្បាច់យ៉ាងណាក៏មិនថាប្អូនអត់ដឹងណាអត់ដឹងថាសាច់ខ្លួនឯងអត់ដឹងថាជើងខ្លួនឯងដឹងតែពីចុកអញ្ចឹងទៅខណៈដឹងម្ដាយរបស់ប្អូនឃើញប្អូនរដ្ឋានេះគាត់វេទនាខ្លាំងអញ្ចឹងទៅម៉ោងប្រហែលជា9ក៏នាំយកប្អូនរដ្ឋាហ្នឹងទៅផ្ទះគ្រូមួយតែគ្រូហ្នឹងគាត់មិនបានបញ្ចេញឈ្មោះទេទៅដល់ផ្ទះគ្រូហ្នឹងហើយប្អូនរដ្ឋាបញ្ជាក់ថាប្អូនខំប្រឹងដើរត្រើកឡើងទៅកង់ណាហើយម្ដាយរបស់ប្អូនដុបទៅតម្រាំទៅថាដល់ផ្ទះគ្រូហ្នឹងរៀងឆ្ងាយដែរដល់ទៅពេលដល់ផ្ទះគ្រូហ្នឹងប្អូនចុះពីកង់មិនរួចទេម្ដាយរបស់ប្អូនរួមទាំងប្អូនប្រុសនោះខំគ្រីដល់តែគ្រីអញ្ចឹងដើរទៅដល់មុខផ្ទះគ្រូនោះគ្រូស្រែកពីចម្ងាយមកទៅមកថាមិនបាច់ភ័យទេគេគ្រាន់តែប្រមានតែប៉ុណ្ណោះតែគាត់និយាយអញ្ចឹងរួចហើយម្ដាយរបស់ប្អូនក៏ដើរចូលទៅដល់ផ្ទះគ្រូហ្នឹងអង្គុយលើគ្រែទៅសួរសាកណែនាំសាច់រឿងប្រាប់ទៅគ្រូនឹងអញ្ចឹងគ្រូគាត់ប្រាប់ថាដូចតែគាត់បញ្ជាក់ខាងដើមអញ្ចឹងថាអត់អីទេគ្រាន់តែគេប្រមានទេឥឡូវនេះស្រោចទឹកទៅហើយរៀបចំគ្រឿងសំណែនខមាទោសគេទៅគេនឹងដកពឹសចេញពីខ្លួនកូនប្រុសរបស់អ្នកមីងហើយខណៈហ្នឹងម្ដាយរបស់ប្អូននោះស្រោចទឹកប្អូនហើយនឹងក៏បានលោកប្អូនមកដល់ផ្ទះវិញរួចហើយរៀបចំសំណែនណាពឹងពោរកចាស់ទុំនៅក្នុងភូមិដែលគាត់ចេះរៀបពេលមុខមឈូសពេលចំបោះជ្រូកអីហ្នឹងរៀបចំដាក់សែនមានបាយសបាយក្រហមរំលឹកនឹកដល់អ្នកតាបាតអូណាបងប្អូនមានសធរដូងជាដើមផងហ្នឹងរៀបចំដាក់សែនឲ្យគេហើយសូមឲ្យអ្នកតានោះអនុគ្រោះឬក៏ដកពឹសចេញពីខ្លួនរបស់ប្អូនរដ្ឋាដោយសារតែគ្នាក្មេងគ្នាមិនបានដឹងគ្នាមិនបានទៅចាប់អារម្មណ៍ថាកន្លែងនេះមានអស់លោកដែលស័ក្តិសិទ្ធិរងចាំថែរក្សាកន្លែងនេះអីចេះចុះគណៈហ្នឹងប្អូនរៀបរាប់ថាគ្រាន់តែធូបអស់មួយកំណាត់ដើមជើងរបស់ប្អូនចាប់ដើមស្រាបន្តិចម្ដងរហូតតតែប្អូនជាសះស្បើយចេញដូចថាអាការៈរោគពីត្រឹមចកេះរបស់ប្អូនចុះទៅក្រោមហ្នឹងប្អូនបញ្ជាក់ថាបាត់ដូរគេបេះអញ្ចឹងខណៈដែលបាត់ហើយអញ្ចឹងទៅប្អូនក៏បានប្រាប់ទៅម្ដាយប្រាប់ទៅលោកយាយលោកតាដែលគាត់ជួយរៀបចំសំណែនអ្នកតានោះប្រាប់ថាខ្ញុំជាហើយអញ្ចឹងចាស់នៅក្នុងភូមិដែលរៀបចំសំណែនហ្នឹងប្រាប់ថាថ្ងៃមុខថ្ងៃក្រោយគុំទៅក្បែរហ្នឹងហើយនិយាយស្ដីអ្វីក៏ដោយទៅតែប្រយ័ត្នមាត់ប្រយ័ត្នក
កុំឲ្យប៉ះពាល់ដល់គេអញ្ចឹងណាឲ្យបងអូនរៀបរាប់ថាចាប់តាំងពីពេលនឹងមកបងឲ្យខ្ញុំជឿទៅលើអរុបអរិយអ្នកតាក្បោចព្រាយបិសាចហ្នឹងគឺនៅគ្រប់កន្លែងទាំងអស់គ្រាន់តែយើងហ្នឹងមើលមិនឃើញគេហើយគេហ្នឹងដូចថាគេមិនចាប់អារម្មណ៍ជាមួយយើងអញ្ចឹងណាយើងមិនប៉ះពាល់គេក៏មិនខ្វល់ជាមួយយើងតែបើយើងប៉ះពាល់គេដោយប្រការណាមួយគេនឹងអាចធ្វើបាបយើងគ្រប់ពេលវេលាបើរាសីយើងដាក់គឺអាចនឹងគេធ្វើបាបបានអញ្ចឹងណាគឺគេព្យាយាមអញ្ចឹងបងអូនរៀបរាប់ថាអញ្ចេះភ្លើងដែលបងអូនឃើញនោះគឺជាភ្លើងអ្វីបងអូនដាក់ជាសំណួរមកភ្លើងកន្លែងក្រោមគោដែលបងអូនឃើញដំបូងនោះដល់ទៅពេលបងអូនតាទៅគៀកភ្លើងនឹងវាបាត់ណាអញ្ចឹងសំណួរនេះ admin ទុកឲ្យបងប្អូនធ្លាប់ស្ដាប់សាច់រឿងឬមួយក៏បងប្អូនលោកធ្លាប់ជួបលោកធ្លាប់ដឹងឲ្យលោករៀបរាប់នៅខាងក្រោមឬក៏ក្នុង comment អញ្ចឹងណាព្រោះថាបងប្អូនខ្លះលោកជួបសាច់រឿងច្រើនមែនតើណាបងប្អូនដែលជួបសាច់រឿងច្រើននោះលោកប្រាប់ថាអញ្ចេះរឿងរបស់គាត់ហ្នឹងទោះបីគាត់ប្រាប់យ៉ាងណាក៏មិនអស់ដែរដូចថាពេលខ្លះគាត់ចុះទៅពីលើផ្ទះគាត់ហ្នឹងមើលមកមាត់ច្រកគាត់មុខផ្ទះហ្នឹងក៏គាត់ឃើញដែរឃើញខ្មោចឃើញព្រាយអញ្ចឹងគេដើររកនេះរកនោះស៊ីអញ្ចឹងណាបងប្អូនអញ្ចឹងរឿងរ៉ាវរបស់បងប្អូនរដ្ឋាមានតែប៉ុណ្្នឹងទេ admin រៀបរាប់ទៅហើយក្រែងលោថាខុសឆ្គងខ្វះចន្លោះត្រង់ណាសូមបងប្អូនជួយបំពេញបន្ថែមផងហើយមុននឹងបញ្ចប់សាច់រឿងហ្នឹង admin ក៏សូមសម្រាប់ខន្តីអភ័យទោសបងប្អូនទាំងអស់គ្នាដែលកំពុងតែស្ដាប់ក្រែងលោថា admin នឹងរៀបរាប់ទៅហើយមានការខុសឆ្គងឬក៏លើសលួសពាក្យសម្ដីដោយពុំសមរម្យត្រង់ចំណុចណាសូមពុកម៉ែបងប្អូនខន្តីអភ័យទោសដល់ខ្ញុំបានផងហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសូមអនុមោទនាជាចុងក្រោយសូមអរគុណនិងសូមជម្រាបលារឿងរន្ធត់ទួលយាយសរឿងនេះគឺជារឿងរបស់ប្អូនវិជាដែលប្អូនរស់នៅក្នុងភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញអញ្ចឹងសាច់រឿងទៅដល់ខណ្ឌច្បារអំពៅទៅដល់ភូមិព្រែកថ្មីហើយ admin ក៏សូមគោរពជម្រាបសួរបងប្អូនអ្នកភូមិព្រែកថ្មីឬក៏បងប្អូនសង្កាត់ព្រែកថ្មីតើសុខសប្បាយទាំងអស់គ្នាដែរឬយ៉ាងណាហើយយ៉ាងម៉េចដែរកូវីដនៅម្ដុំហ្នឹងបងប្អូនបានឮហើយសូមជួយ comment ប្រាប់ផងអញ្ចឹងសាច់រឿងនេះបងអូនរៀបរាប់ថាកើតឡើងនៅក្នុងឆ្នាំ2021នៅពេលថ្មីនេះទេប្រពន្ធរបស់បងអូនហ្នឹងក្រោយទៅជួបសាច់រឿងឥឡូវនេះទៅពេទ្យហើយអញ្ចឹងដំណើរដើមតងសាច់រឿងហ្នឹងបងអូនរៀបរាប់ក្បោះក្បាយថាបងអូនមានចំការមួយនៅឯខេត្តស្ទឹងត្រែងព្រោះចំការហ្នឹងបងអូនរៀបរាប់ថាផ្លូវទៅបើកឡានទៅអត់កើតទេទៅបានតែជិះម៉ូតូផ្លូវលំបាកអញ្ចឹងណាអញ្ចឹងវេលាថ្ងៃមួយពួកបងអូនពីអ្នកប្តីប្រពន្ធហ្នឹងធ្វើដំណើរចេញពីច្បារអំពៅណាពីផ្ទះរបស់បងអូនដើម្បីទៅមើលចំការនៅកន្លែងហ្នឹងព្រោះទៅដល់ភ្លាមហ្នឹងថ្ងៃហ្នឹងវាបាក់រសៀលទៅហើយចំការហ្នឹងវានៅរៀងឆ្ងាយអញ្ចឹងគិតថាចាំព្រឹកចាំទៅចំការដល់ទៅពេលទៅដល់ហ្នឹងវាអបសុកអញ្ចឹងទៅក៏នាំគ្នាទៅឲ្យដល់ចំការហ្នឹងអញ្ចឹងណាបងប្អូនឌុបគ្នាទៅតាមផ្លូវហ្នឹងប៉ុន្តែជិះម៉ូតូដល់ទៅពេលធ្វើដំណើរទៅហ្នឹងវាអត់មានជួបសាច់រឿងរន្ធត់អីទេតែប៉ុន្តែបងអូនពីអ្នកប្តីប្រពន្ធហ្នឹងបាននិយាយគ្នាលេងសើចណាថាឲ្យយើងទៅបញ្ញាបញ្ញាមកវិញកុំឲ្យយប់ទាន់ព្រោះតែខ្លាចខ្មោចអញ្ចឹងណាគណៈហ្នឹងប្រពន្ធរបស់បងអូនអង្គុយពីក្រោយនោះស្រែកគេថានិយាយទៅដាក់ប្តីវិញថាអូយបងឯងធ្វើប្រុសអីខ្លាចខ្មោចនោះមួយពេលហ្នឹងបងអូនវិជាបានតបទៅប្រពន្ធថាចុះបើខ្លាចខ្មោចចាំបាច់គិតថាប្រុសស្រីដែរប្រុសក៏ខ្មោចលងបានស្រីក៏ខ្មោចលងបានមួយពេលហ្នឹងប្រពន្ធរបស់បងអូនសួរទៅបងអូនវិជាថាបងឯងដែលឃើញខ្មោចដែរឬអត់មួយបងអូនវិជាហ្នឹងថាដែលឃើញទេហើយប្រពន្ធហ្នឹងក៏សួរទៀតថាចុះបើមិនដែលឃើញយ៉ាងម៉េចក៏ខ្លាចខ្មោចមានមុខមាត់យ៉ាងម៉េចដោយគណៈហ្នឹងបងអូនវិជាឆ្លើយតបទៅវិញថាឮសូរតែចាស់គាត់និយាយថាខ្មោចលងប៉ុន្តែមិនដែលឃើញទេឃើញតែខ្មោចក្នុងរឿងដល់អញ្ចឹងទៅប្រពន្ធរបស់គាត់អង្គុយពីក្រោយគាត់ថាខ្ញុំអត់ខ្លាចទេហើយក៏មិនជឿថាមានខ្មោចដែរអញ្ចឹងនាំគ្នានិយាយគ្នាបណ្ដើរជិះម៉ូតូបណ្ដើរណាបងប្អូននិយាយសើចគណៈហ្នឹងទម្រាំទៅថាទៅដល់ចំការវាជិតយប់ទៅហើយនោះទៅដល់ទម្រាំដើរមើលចំការចប់សពគ្រប់ហ្នឹងក៏វាយប់ទៅហើយដល់ទៅពេលយប់រៀងព្រើអញ្ចឹងពួកបងអូនទាំងពីរហ្នឹងក៏នាំគ្នាចេញពីចំការហ្នឹងទាំងចិត្តសប្បាយណាបងប្អូនឃើញចំការឃើញដំណាំដំណោចទៅដាំដុះហ្នឹងវាល្អប្រសើរអញ្ចឹងក៏នាំគ្នាចេញមកវិញទាំងសប្បាយរីករាយគណៈហ្នឹងពេលចេញមកនោះផ្លូវហ្នឹងដូចជារៀងបែកជាពីរហើយនឹងច្រឡំផ្លូវអញ្ចឹងគណៈហ្នឹងពីអ្នកប្តីប្រពន្ធហ្នឹងក៏សួរថាផ្លូវមួយណាអញ្ចឹងណាសួរគ្នាទៅវិញទៅមកស្រាប់តែមួយសន្ទុះហ្នឹងមានម៉ូតូគេមកពីក្រោយមួយរួចមកពីក្រោយមួយមកដល់ទន្ទឹមប្អូនគេស្រែកថាផ្លូវហ្នឹងហើយក៏ប៉ុន្តែស្រែកផ្លូវហ្នឹងប្អូនរៀបរាប់ថាឮសូរសំឡេងម៉ូតូតែមិនឃើញមនុស្សហើយក៏មិនឃើញម៉ូតូដែរហើយក៏មិនមានភ្លើងឬក៏មនុស្សនៅក្បែរប្អូនអត់មានទេដល់អញ្ចឹងទៅពីអ្នកប្តីប្រពន្ធចាប់ផ្ដើមខ្លាចតិចហើយ
hồi tới ôn riệp rọp tha ôn và lư ôn và lư đòn trắng vừa đầm na tam lâu để kịp rạp thật lâu nâng nó ôn chỉ tam kịp rạp đó chỉ tam kịp rạp tịch màu chân tới rạp để đòn đàm chơi thồng mui đàm chơi thồng nó ôn riệp rọp tha vì dục để hỏi mình đang thật đào bày đi lư một tố bài riêng ông pù xó bị chè sai quanh nâng nó cái bài tuổi gì so đó mà có khơi lư hoặc pina pinay màu nó từ chỗ đàm chơi thống nơi là tuổi gì so ôn có khơi từ đó này hay khả năng về nắng ôn rồi bỏ ôn xu nó xu là dịch lương đây hồi ôn pro nắng đăng ấy tại dịch lương khăm lương free lương áp chẳng nó bỏ mọt co đây lực nông cho tập lương mình là o đấy chẳng tập từ ôn tập lương nắng ha rồi ôn nó chỉ đặt đánh đào nó lương ấy cái lương nắng ôn nó còn mình mọt co ấy ra đây rồi tha ôn ai đằng bàn chẳng tới rồi thấy có bần to đằng nào từ một tiết khả năng đắng bần to đằng nào từ một ôn riệp rọp tha từ đó cả lại đam chơi thùng mũi khu bị tuổi gì so nâng tịch tới sắp tới khơi kiên cuối trên dòng chương liệt so vẹn gió nó lừa đam chơi nâng khả năng đai kiên cuối nó còn mình buộc vào màn đá hơi lường mà tôi nó bị ai chẹt từ lường mưa khơi nó khả năng về đắng ôn riệp rọp tha ôn có khơi còn tập về nắng của ôn bị lên xù ha thà ai xoay vô tuần anh bán mình nuôi na đang từng cùi lừa đam chơi nó hơi liệt so vẹn gió chẳng nó bà dần cho mình rọp khơi có ai đằng bán được không đường đây chẳng ôn riệp rọp tha bần to đầm nào từ một tiết tiền pi nè ở đây của ôn nó vẫn lưng trong sọ ha lên xù cái này lên mọt lên co đặc này ha và tập về thì đầm nào từ một tiết từ đó cái bài spiên luôn sạp để khơi mình đụng đây nó cái họ từ họ bao đừng cùi spiên này đằng chẳng tới pi nè ở đây của ôn nó khơi đổi cái khơi từ pi tiết đằng chẳng bằng ông mà tô tịch tích lại nguyên bằng hà đo kia nó ôn riệp rọp bằng ông mà tô tịch tích chất lương mà tô lư tới kia nó có bắt đi cái lành cùi spiên này tới đó tập về bạn đi cái lạnh cồn spiên nâng từ bò ôn này vì nhẹ đây của ôn này ôn bị chia ruộng tiền của ôn nó không chỉ mà tôi rừng và sống tôi riêng lượn bật tới chứ nè bò ôn đó tập về lượn chân tức khó mà tao té ống đây ôn nặng đầu nó thành nặng nắng còn tao mò đo liềm nắng quay cho tôi mà tổ và lụt mà tổ cái lấy mưa từ của ôn rồi bò ôn nó nhỏ đây nhỏ chứ thì lăn nhẹ đôi cồn sạch chẳng tới ôn nó có xua non từ của ôn nó thao này chẳng bao giờ hao chẳng ôn rồi bọc ôn nó mình mọt mình cò đi rồi thấy có bán riệp rọp sạch đường nó tập được ông đây chỉ ông rồi bọc ôn nó rồi tới ông rồi bọc ôn riệp rọp tha khơi trên một tàu từ nó mà tha từ đào lên chụp này đi mà đằng thật từ đào cái này nó còn mình ao từ đi đồng bọn ở nâng mình bàn đi dục mình toàn cái tay cái miếng thì thà một bộ màu bì nó kia bằng hàng luôn rồi nhẹ class nó có khơi nhẹ class còn mình khơi mình men thà tu từ từng ở đi thì còn mình chẹt tha tôi từ nhẹ mini size bằng bàn khơi chẳng từ nhẹ đây một bộ này và hai chỉ mini size ha thành đã nắng ôn về chia đi chơi to từ ông quên thảo mà khi mình trong mini size đi và ôn nhóm kia trong mini size toàn chẳng tới ôn đây đã chia và ôn nắng rạp thà nhóm ở trong mini size đấy là trong mặt chưa là lâu chưa ha tham miền bật men khả năng nắng ông đây nó quạt có bàn đủ tật máu mà cài chân tới sốt lông bật thuộc bay say nó bò ôn ao và ôn rồi bò ôn nó hộp đập tới khả năng nắng ôn rồi bò ôn có riêng on khai on nhé rồi hai có hộp bài hộp tận chân tới có xâm ra là tiền ông đây mà giúp đó tập về bật lại nắng ôn từ vì nhẹ vào đây và bốn từ thôi đầm nào từ lọp màu nung bình từ lọp màu cùng về thay đây chỉ sọc đầm nào từ bò ôn nó chân những con tha thôi đầm nào mà đo tiền nắng và ôn rồi bò ôn nó trừ ra ôn trừ nắng trừ siêu đi cái đại luôn nó bò ônហើយគាត់បញ្ជាក់ថាពេលដែលមកដល់ព្រាមហ្នឹងគាត់ក៏បានជួយប្រពន្ធគាត់ទៅពេទ្យដល់ទៅពេលទៅដល់ពេទ្យហ្នឹងសួរនាំថាប្រពន្ធខ្ញុំឈឺអីអញ្ចឹងទូពេទ្យប្រាប់ថាគ្រុនផ្ដាសាយធំអញ្ចឹងបងអូនក៏រៀបរាប់ថាប្រពន្ធខ្ញុំខ្មោចលងឡើងគ្រុនផ្ដាសាយណាហើយម្យ៉ាងទៀតបងអូនរៀបរាប់ថាប្រហែលជាគេប្រកាន់ត្រង់ថាពេលដែលបងអូនជិះម៉ូតូទៅពីអ្នកប្តីប្រពន្ធនិយាយរឿងខ្មោចថាធ្វើជាប្រុសខ្លាចខ្មោចហើយបងអូននឹងមិនខ្លាចទេថាអូនមិនជឿថានៅលើโลกនេះមានខ្មោចដល់ពេលខ្មោចលងចឹងទៅប្រពន្ធរបស់បងអូនជឿហើយជឿ 100% ថាពិតជាមានខ្មោចមែនអញ្ចឹងរឿងរបស់បងអូនវិជាមានតែប៉ុណ្្នឹងទេអេដមីនរៀបរាប់ទៅហើយតែខុសឆ្គងទៅចំណណាសូមបងជួយបំពេញបន្ថែមផងហើយបងប្អូនក៏ដូចគ្នាដែរបើសិនជាខ្ញុំបានរៀបរាប់ទៅហើយមានការខុសឆ្គងត្រង់ចំណុចណាសូមពុកម៉ែបងប្អូនតាមតែអភ័យទោសដល់ខ្ញុំបានផងហើយក៏សូមគ្រប់ជូនពរបងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្រួសាររកទទួលទានមានបានបងប្អូនដែលកំពុងតែគិតកំពុងតែប្រាថ្នាសូមឲ្យការគិតសូមឲ្យការប្រាថ្នារបស់បងប្អូននឹងសម្រេចដូចបំណងសូមអនុមោទនាជាចុងក្រោយសូមអរគុណនិងសូមជម្រាបលា